សួស្តីមិត្តភ័ក្តិទាំងអស់គ្នាបាទនៅក្នុងខ្សែវីដេអូមួយនេះដែរខ្ញុំនឹងបង្ហាញមិត្តភ័ក្តិទាំងអស់គ្នានឹងឲ្យចេះបដូរ domain name ពី blogspot.com ហ្នឹងទៅជា domain name ផ្សេងទៀតដែល domain name ផ្សេងទៀតហ្នឹងគឺយើងដូរដោយរបៀបណាឧទាហរណ៍ថានេះគឺជា blog របស់ខ្ញុំមួយដែលក្នុង domain name ខ្ញុំហ្នឹងគឺភូមិខ្មែរ movie.blogspot.com ក៏ប៉ុន្តែខ្ញុំចង់ដូរអា .blogspot.com ហ្នឹងចេញទៅជា អីផ្សេងទៀតតែយើងត្រូវបដូរវាយ៉ាងម៉េចបាទតែយើងបដូរយ៉ាងម៉េចយើង domain name ហ្នឹងយកមកពីណាបាទចំពោះ domain name ហ្នឹងយើងត្រូវចុះឈ្មោះយកពី website មួយដែលគេដាក់ថានេះគឺ freenom.com បើសិនបើមិត្តភ័ក្តិទាំងអស់គ្នាអត់ដឹងថាចុះឈ្មោះយកចុះឈ្មោះយកពី domain name ហ្នឹងពី website freenom ហ្នឹងដឹងថាចុះឈ្មោះយ៉ាងម៉េចទេអ្នកទាំងអស់គ្នាអាចចូលទៅក្នុង channel ខ្ញុំមកចូលក្នុង channel ខ្ញុំមកហើយទៅរកវីដេអូមួយដែលគេដាក់ថារបៀបនៃការចុះឈ្មោះយក domain name ចុះឈ្មោះយក domain name free បាទអ្នកទាំងអស់គ្នាអាចចូលទៅក្នុង channel ខ្ញុំហើយរកមើលពាក្យហ្នឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាអាចដឹងពីរបៀបចុះឈ្មោះយក domain name free ពី freenom ហ្នឹងឥឡូវខ្ញុំអត់បង្ហាញទៀតទេក្នុងការបង្ហាញនេះខ្ញុំបង្ហាញពីរបៀបបដូរពីនេះបដូរពី .blogspot.com នឹងទៅជាអីផ្សេងទៀតបាទដើម្បីបដូរបានមិត្តភ័ក្តិរបស់គ្នាចូលនៅក្នុង blog របស់មិត្តភ័ក្តិរបស់គ្នាទៅដែលចូលនៅក្នុង blog របស់មិត្តភ័ក្តិរបស់គ្នាហើយដែលបន្តមកមិត្តភ័ក្តិរបស់គ្នាក៏លេចមើលនៅក្នុងជួរមួយដែលគេដាក់ថា setting ឃើញទេហ្នឹងចូល setting ហ្នឹងមកបន្ទាប់ពីចូល setting មកមិត្តភ័ក្តិរបស់គ្នាចុចនៅលើពាក្យមួយដែលគេដាក់ថានេះset up 3RT party URL for your blog ឃើញទេអា link for Q ហ្នឹងយើងចុចលើវាមួយមកបន្តមកនេះកន្លែងនេះឃើញទេអាកន្លែង blog domain name ហ្នឹងយើងទៅយក domain name ហ្នឹងមកដាក់យ៉ាងពីណាយកដាក់យ៉ាងម៉េចអា domain name នេះគឺយើងយកមកពី website freenom នេះដែលយើងបានចុះឈ្មោះយកពីវាអូខេហើយនេះគឺជា free domain name ខ្ញុំដែលខ្ញុំបានចុះឈ្មោះយកពីវាហើយពី freenom ហ្នឹងពី website ហ្នឹងអញ្ចឹងខ្ញុំត្រូវ copy អាហ្នឹង copy domain name ហ្នឹងទៅផាសនៅកន្លែងហ្នឹងនៅកន្លែងនេះឃើញទេយើងផាសកន្លែងហ្នឹងមកអូខេឃើញផាសបានទេបន្ទាប់មកយើងចុច save បាទបន្ទាប់ពីយើងចុច save ហើយវាដាក់ថានេះជា message នៅពណ៌ក្រហមមកបាទអញ្ចឹងវាខុសហើយអញ្ចឹងវាត្រូវការ W 3 ដងនេះឃើញកន្លែងដាក់នេះកន្លែងវងកញ្ចក់ហ៎អញ្ចឹងយើងដាក់ W 3 ដងកន្លែងហ្នឹងមក1 2 3 ដុតមួយមកបន្ទាប់មកចុច save ឃើញទេចុច save លើវាមួយមកអូខេឥឡូវបានណាវា error បន្តិចប៉ុន្តែយើងអាចឲ្យកុំឲ្យវា error បានដោយយើងនៅធ្វើជាមួយវាអីបន្តទៀតបាទឥឡូវយើងត្រូវតែ copy អានេះមកបាទ copy អាកន្លែង W 3 ដងហ្នឹងយើង copy អាហ្នឹងមកrồiហើយយើងមកផាសនៅកន្លែងអា freenom នេះយើងរកកន្លែងមួយនេះកន្លែង manage free ice DNS នេះពេលយើងចុចលើវាមកបាទបន្ទាប់ពីចុចលើវាមកយើងត្រូវដាក់ពីមកដាក់ពី record មកដែលយើងបដូរពីអានេះមកដាក់ជា cname ខាងក្រោមនេះក៏ដាក់ cname ដែរបន្ទាប់មកយើងផាសW 3 ដងហ្នឹងមកផាសកន្លែងហ្នឹងរួចយើងទៅ copy នេះcohs នេះ .com អីគេនេះcopy អាហ្នឹងមកផាសនៅខាងនេះខាងចុងមួយទៀតយើង copy អាក្រោមវានេះអាស្អីគេនេះ
copy អាហ្នឹងមកជាមកផាសមកបន្តមួយទៀត copy អាហ្នឹងអាចង់ហ្នឹង okay copy វាមកផាសមក okay បន្តមកទៀតយើងចុចនៅលើប៊ូតុងមួយដែលគេដាក់ថាអ្នក save change គេណាចុចលើវាមកបន្តទៅយើង save change ហើយអញ្ចឹងអូខេវាបានដាក់ឲ្យយើងឃើញខាងក្រោមនេះវាបានដាក់ថា record edit successfully ហើយអញ្ចឹងយើងនៅក្នុង setting របស់ blog របស់យើងមួយនេះដែលយើងបដូរមិនហ្នឹងនៅក្នុង setting ហ្នឹងយើងអូខេយើង save មកចុច save អាកន្លែងនេះឃើញទេយើងចុច save page មកបើសិនបើចុច save ហើយវាអត់តន់ load ទៅណាទៅណីទេអញ្ចឹងយើងត្រូវការរងចាំវាបន្តិចសិនអញ្ចឹងយើងត្រូវការរងចាំប្រហែលជា5នាទីទៅ6នាទីបាទរងចាំប៉ុណ្ណឹងសិនតម្រាំតែវាតម្រាំតែ website មួយនេះកន្លែងនេះវា responding វា add domain នឹងឲ្យយើងអញ្ចឹងយើងត្រូវការរងចាំវាប្រហែលជា5ទៅ10នាទីសិនអត់យូរទេអញ្ចឹងនៅពេលដែលយើងរងចាំកំណត់យើងអាចយកផ្ទៀងនាឡិកាយើងក៏បានដែរមកផ្ទៀងមើលប្រហែលជាថា6នាទីចុះរងចាំត្រឹម6នាទីតបមកយើងចុច save កន្លែងនេះចុច save ទៅនៅពេលដែលវា load ចេញពីផ្ទាំងហ្នឹងហើយអញ្ចឹងយើងអូខេបាទអញ្ចឹងអ្នកនរគ្នានៅពេលដែលយើង save អាហ្នឹងហើយនៅពេលដែលវា load ផ្ទាំងថ្មីមួយទៀតហើយនៅកន្លែងនេះវាដាក់ឲ្យយើងនៅកន្លែងខាងលើនេះវាដាក់ home khmer movie.tk ណាដែលយើងបានដាក់នេះកន្លែងនេះឃើញទេកន្លែងហ្នឹងវាមកចេញខាងលើណានៅពេលដែលយើង save អានេះពេលដែលយើង save នេះអញ្ចឹងដល់ពេលយើង save អានោះវា load ហើយយើងមក refresh អា website blog របស់យើងនេះយើងមក refresh មើលយើងមក refresh អញ្ចឹងមកបាទបន្ទាប់ពីយើង refresh អញ្ចឹងហើយនៅអាកន្លែង domain name ខាងលើនេះត្រង់ domain name .blog.com នេះវាអត់ដាក់អញ្ចឹងទៀតទេពេលដែលយើងនៅពេលដែលចាប់ពី5នាទីឡើងទៅដល់ពេលដែលយើង refresh វាដាក់ .tk អញ្ចឹងវិញឃើញទេវានឹងដាក់ home khmer movie.tk អត់មាន .blogspot.com ទៀតទេក្នុងអា blog របស់យើងមួយនេះបន្ទាប់ពីវាបាន save ឲ្យយើងហើយអញ្ចឹងយើងត្រូវការរងចាំសិនបាទអញ្ចឹងយើងសូមរងចាំបន្តិចសិនអូខេឥឡូវយើងចូលមកបំពេញបែបបត់មកគ្នាដែលខ្ញុំបានផុសទុករយៈពេល5នាទីឥឡូវយើងសូម save នៅកន្លែង setting យើងហ្នឹងកន្លែង domain នៅយើងដាក់ហ្នឹងខ្ញុំសូម save វាបាទខ្ញុំ save ហើយបាទឃើញនៅពេលដែលខ្ញុំចាំរយៈពេល5នាទីអញ្ចឹងនៅពេលដែលខ្ញុំ save ដល់ពេលដែលខ្ញុំ save វានឹង load ឲ្យខ្ញុំហ្មងឃើញdomain ដែលខ្ញុំដាក់មាញ់គឺ www.homekhmermovie.tk ឃើញអា .blogspot នេះវាបាន remove ចេញណាបាទអញ្ចឹងអូខេយើងអាចជោគជ័យជាមួយវាអូខេឥឡូវនៅក្នុង website នេះយើងក្នុង blog របស់យើងហ្នឹងយើង refresh វាមកមើលវាចេញយ៉ាងម៉េចបាទ refresh ហើយយើងចាប់តាម refresh វាដែលដំបូងហ្នឹងគឺ .com.blogspot.com ប៉ុន្តែឥឡូវដល់ពេលដែលខ្ញុំបានដូរវាមកចេញអីផ្សេងបាទឃើញទេឥ
ឥឡូវវាបានបដូរមកបដូរពី .com .blog.com ហ្នឹងមក .tk វិញណាបាទឥឡូវយើងបានចាប់គ្រប់ជាមួយវានៅក្នុងការបដូរ domain name ពី .blogspot.com ហ្នឹងមក .tk ហ្នឹងវិញបាទបើសិនបើមិត្តភ័ក្តិទាំងអស់គ្នាមាន .com .net .a ក៏បានក៏ដាក់ដូចក៏មកបដូរជាមួយវាដូចគ្នាដែរអត់ខុសគ្នាយើងបដូរវាដូចគ្នាប៉ុន្តែក្នុង .tk នេះដោយសារតែខ្ញុំចុចឈ្មោះនៅក្នុង website free ណាមួយដែលជា website free domain name អញ្ចឹងខ្ញុំនៅក្នុងការចុះឈ្មោះចូល domain free ហ្នឹងអ្នកទាំងអស់គ្នាបើសិនបើអត់ដឹងថាចុះឈ្មោះយ៉ាងម៉េចអញ្ចឹងមិត្តភ័ក្តិរបស់គ្នាត្រូវចូលទៅក្នុង channel របស់ខ្ញុំមួយដែលស្វែងរកវីដេអូមួយដែលគេដាក់ថារបៀបនៃការចុះឈ្មោះយក domain name free បាទអញ្ចឹងមិត្តភ័ក្តិគ្នាអាចចុចមើលវីដេអូហ្នឹងទៅនឹងក្នុងវីដេអូហ្នឹងនឹងរៀបរាប់ពីដើមទីរហូតដល់ចុងទីពីរបៀបនៃការដាក់ email ចុះឈ្មោះយ៉ាងម៉េចដាក់ search យ៉ាងម៉េចដើម្បីបាន domain name ហ្នឹងបាទនៅពេលដែល search បានហើយអ្នកមិត្តភ័ក្តិអ្នកគ្នាត្រូវចុចចូលដល់ទំព័រមួយនេះដែលជាទំព័រដែលយើងត្រូវដាក់បាទក្នុងទំព័រមួយនេះមិត្តភ័ក្តិទាំងអស់គ្នាអាច copy អញ្ចឹងមកឃើញទេ copy អញ្ចឹងមក copy អញ្ចឹងហើយមកដាក់នៅកន្លែងមួយដែលក្នុង blog របស់យើងណាចូល setting ហើយមក copy មកដាក់កន្លែងហ្នឹងទៅនៅក្នុង Asri Party ហ្នឹងបាទឥឡូវនេះវា website យើងអូខេហ่ะwww.phumkhmermovie.tk អូខេឥឡូវខ្ញុំសូមបញ្ចប់នៅការបង្ហាញពីរបៀបនៃការបដូរឈ្មោះបដូរ domain name ពី .blogspot.com ហ្នឹងមក .tk វិញបាទអរគុណច្រើនដល់មិត្តភ័ក្តិទាំងអស់គ្នាដែលបានតាមដានទស្សនានៅខ្សែវីដេអូមួយនេះដែលខ្ញុំសង្ឃឹមថាមិត្តភ័ក្តិទាំងអស់គ្នានឹងអាចអនុវត្តនឹងបានជោគជ័យជាមួយវាផងដែរបាទសូមជាចុងក្រោយសូមជួយ subscribe នៅក្នុងខ្សែវីដេអូនេះមួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗដែលខ្ញុំនឹងបង្ហាញនៅពេលក្រោយៗទៀតដែលខ្ញុំក្នុង channel របស់ខ្ញុំតែងតែផុសនៅវីដេអូថ្មីៗក្នុងមួយសប្តាហ៍2ឬក៏3វីដេអូដែរក្នុងមួយសប្តាហ៍នៅក្នុង channel របស់ខ្ញុំបាទសូមអរគុណច្រើនសូមជម្រាបលា